សួស្តីបងប្អូនអរគ្នាថ្ងៃនេះជាថ្ងៃទី29ខែ6ឆ្នាំ2025ថ្ងៃនេះខ្ញុំចង់មកអាប់ដេតជូនបងប្អូនទាក់ទងទៅនឹងខាងថៃម្ដងគឺសភាពការនៅថៃម្សិលមិញថ្ងៃ28គឺមានការធ្វើបាតកម្មទ្រង់ទ្រាយធំគឺកណ្ដាលទីក្រុងបាងកកតែម្ដងហើយបាតកម្មនឹងធ្វើឡើងដោយក្រុមអាវលឿងដែលគ្រប់គ្រងរបបយោធានៅប្រទេសថៃអញ្ចឹងហើយគោលបំណងនៃការធ្វើបាតកម្មហ្នឹងគឺធ្វើដើម្បីទាមទារទម្លាក់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នគឺអ្នកស្រីផែថងថានដើម្បីឲ្យគាត់លាលែងពីតំណែងក្រោយមានការបែកធ្លាយសម្លេងសារជាមួយនឹងថ្នាក់ដឹកនាំប្រទេសកម្ពុជាយើងអញ្ចឹងហើយសភាពការនៅក្នុងប្រទេសថៃឥឡូវគឺកំពុងតែវឹកវរខ្លាំងមែនទែនគឺថៃមានបាតកម្មដែលបាតកម្មហ្នឹងភាគច្រើនជាមនុស្សចាស់ហើយជាបកអាវលឿងហើយបាតកម្មហ្នឹងគឺមនុស្សច្រើនណាស់បើយើងមើលតាមព័ត៌មានម្សិលមិញគឺរាប់ម៉ឺននាក់ទៅបាតកម្មនៅកណ្ដាលទីក្រុងបាងកកអញ្ចឹងហើយយើងចាំតាមដានបន្តទៀតថាសភាពការនៅថៃមានការប្រែប្រួលដូចម្តេចខ្លះហើយតើនាយករដ្ឋមន្ត្រីផែថងថានរបស់ប្រទេសថៃហ្នឹងគាត់ឈរជើងឬក៏គាត់នៅកាន់អំណាចកាន់តំណែងជានាយករដ្ឋមន្ត្រីហ្នឹងបានប្រហែលខែប្រហែលឆ្នាំអីអញ្ចឹងទៀតទៅអញ្ចឹងអានឹងមានតែយើងចាំមើលទាំងអស់គ្នាហើយនេះអាចចាត់ទុកថាជាកម្មពៀរបស់ប្រទេសថៃមួយដែរដែលបានធ្វើដាក់មកកម្ពុជាទាំងរឿងបាញ់ប្រហារនៅមុំ3វាប្រហារមកលើយើងមុនទាំងដែលយើងអត់បានទៅរករឿងវាអីសោះមិនតែក្រុមទាហានវាគឺបានបើកការវាប្រហារធ្វើឲ្យស្លាប់ទាហានរបស់ខ្មែរយើងម្នាក់អញ្ចឹងនេះជាបាបកម្មហើយបន្តមកទៀតថៃតែងតែចាក់រុកឬក៏ធ្វើយ៉ាងណាឲ្យកម្ពុជាយើងមិនបានសុខដូចបិទច្រកព្រំដែនជាឯកតោភាគីមិនឲ្យប្រទេសកម្ពុជាយើងបានដឹងមុនហើយបន្តមកទៀតគេគម្រាមបិទប្រេងឥន្ធនៈមិនឲ្យនាំចូលប្រទេសកម្ពុជាយើងហើយចោតមិនត្រឹមតែប៉ុណ្ណោះទេអារឿងបិទព្រំដែនខាងយោធាថៃនេះបិទឯកតោភាគីសោះមិនដែរថៃបានផ្សព្វផ្សាយទៅក្នុងប្រព័ន្ធហៅថាប្រព័ន្ធព័ត៌មានដែលថៃក៏មានប្រព័ន្ធព័ត៌មានជាភាសាអង់គ្លេសអញ្ចឹងហើយថៃគេបានផ្សព្វផ្សាយថាខ្មែរយើងជាអ្នកបិទព្រំដែនមុនហើយបិទនៅខាងថៃហ្នឹងគេបើកធម្មតាគេឲ្យព័ត៌មានគេចុះទៅថតកន្លែងព្រំដែនហើយគេបើកច្រកខ្លួនគេហើយគេថតអាដែលយើងបិទតាមក្រោយហ្នឹងថតឲ្យព័ត៌មានឲ្យសារព័ត៌មានអន្តរជាតិចុះផ្សាយឬក៏ប្រទេសផ្សេងគេមើលមកថាថៃហ្នឹងជាជនរងគ្រោះទាំងដែលការពិតគឺប្រទេសកម្ពុជាយើងទេដែលជាជនរងគ្រោះដែលថៃតែងតែរੂរឿងតែងតែចាក់រុករੂរឿងឆ្កឹះឆ្កៀលយើងរហូតអញ្ចឹងពួកថៃគឺខូចមែនទែនហើយនេះក៏ជាអាចចាត់ទុកថាវាជាកម្មពៀមួយដែរដែលថៃត្រូវទទួលយកព្រោះយើងដឹងហើយថាប្រទេសកម្ពុជាយើងអត់ដែលចង់មានបញ្ហាឬក៏បង្កទំនាស់ជាមួយនឹងប្រទេសជិតខាងទេយើងស្រឡាញ់សន្តិភាពយើងរស់នៅយើងចង់បានសន្តិភាពណាស់ប៉ុន្តែប្រទេសជិតខាងទេដែលតែងតែមករੂរឿងយើងរហូតអញ្ចឹងហើយទន្ទឹមនឹងយើងស្រឡាញ់នៅសុខសន្តិភាពក៏យើងមានគោលដៅមួយមានគោលដៅមួយដែលជាក់លាក់ដែរសម្រាប់
ការពារប្រទេសយើងដូចគ្នាអញ្ចឹងហើយថ្ងៃមុនក៏សម្ដេចគាត់បានប្រកាសហើយថាយើងត្រៀមការពារខ្លួនគាត់បញ្ជាឲ្យទាហានយើងទាំងអស់គឺប្រុងប្រៀបការពារខ្លួនជាយថាហេតុណាមួយដែលប្រទេសជិតខាងឈ្លានពានគឺយើងនឹងតបតហើយយើងមិនត្រឹមតែការពារខ្លួនទេគឺយើងនឹងត្រៀមតបតទៅវិញតាមសភាពការជាក់ស្ដែងអញ្ចឹងហើយអានឹងតាមសម្ដីរបស់សម្ដេចគាត់បាននិយាយហើយថ្ងៃមុនបងប្អូនសិតតែបានមើលព័ត៌មានហើយថាសម្ដេចគាត់ប្រកាសហើយថាយើងបើសិនជាមានចោរឈ្លានពានគឺយើងការពារខ្លួនហើយយើងវាយបកទៅចោរវិញទៀតអាហ្នឹងយើងអាប់ដេតទាក់ទងទៅនឹងសភាពការនៅប្រទេសថៃព្រោះថាថៃឥឡូវគឺកំពុងវឹកវរមែនទែនយើងឃើញហើយយើងមើលព័ត៌មានដឹងហើយឈានទៅដល់ពួកបាតកម្មហ្នឹងវ័យជាមួយនឹងពួកប៉ូលីសនៅប៉ូលីសថៃហៅទម្រួតថៃវ័យគ្នាប្រសាចពេញហ្នឹងអាហ្នឹងគឺជាបាបកម្មដែលពួកថៃធ្វើមកលើយើងមួយដែរអញ្ចឹងវីដេអូថ្ងៃនេះក៏ខ្ញុំមានតែប៉ុណ្្នឹងទេហើយបើមានអីថ្មីមានអីប្លែកទៀតខ្ញុំនឹងអាប់ដេតជូនបងប្អូនអរគ្នាទៀតអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយអរគុណ